ជំរាបសួរពុកម៉ែបងប្អូនចឹងថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនមកធ្វើថ្នាំម្ដេញសត្វល្អិតផ្សំពីធម្មជាតិដែលចំពោះថ្នាំម្ដេញសត្វល្អិតផ្សំពីធម្មជាតិគឺវាមានសារៈសំខាន់មែនទែនសម្រាប់កសិករនៅក្នុងវិស័យកសិកម្មអញ្ចឹងថ្ងៃនេះយើងមានគ្រឿងផ្សំមួយចំនួនដែលខ្ញុំនឹងណែនាំជូនពុកម៉ែបងប្អូនដែលយើងមានម្ទេសនេះគឺយើងប្រើប្រាស់ចំនួន2គីឡូខ្ទឹមស2គីឡូវល្លិបដូពេជ្រចំនួន2គីឡូអញ្ចឹងចំពោះបដូពេជ្រនេះបើសិនជាពុកម៉ែបងប្អូនអត់មានគឺពុកម៉ែបងប្អូនអាចប្រើប្រាស់សំបកស្តៅឬក៏ស្លឹកស្តៅជំនួសក៏បានដែរហើយបើសិនជាពុកម៉ែបងប្អូនមានទាំងពីរពុកម៉ែបងប្អូនអាចប្រើបដូពេជ្រផងស្តៅផងក៏បានដែរហើយយើងមានគល់ម្ដេចចំនួន2គីឡូហើយនិងគល់ស្លឹកគ្រៃចំនួន2គីឡូក្នុងនោះគឺតួអង្គពិសេសរបស់យើងគឺមើមក្ដួចចំពោះមើមក្ដួចនេះគឺវាមានសារៈសំខាន់នៅក្នុងការសម្លាប់ក៏ដូចជាសត្វល្អិតមួយចំនួនគឺយើងអាចសម្លាប់បានណាមើមក្ដួចគឺយើងប្រើប្រាស់ចំនួន5គីឡូហើយចំពោះគ្រឿងផ្សំទាំងអស់នេះគឺយើងប្រើប្រាស់ទៅលើទឹកចំនួន40លីត្រអញ្ចឹងបងប្អូនអាចគុណចែកទៅតាមនឹងចំពោះបរិមាណទឹកដែលបងប្អូនធ្វើបន្ទាប់មកនេះគឺខ្ញុំនឹងប្រាប់ពីរបៀបនៅក្នុងការធ្វើតែម្ដងចំពោះគល់ស្លឹកគ្រៃពេលយើងធ្វើវាយើងត្រូវដំវាឲ្យរាបបែបនេះហើយយើងកាត់វាជាកង់ដើម្បីយើងងាយស្រួលច្របល់ចូលគ្នានិងងាយស្រួលក្នុងការត្រាំផងដែរចំពោះគល់រំដេងគឺយើងដំវាឲ្យបែកសាច់ដើម្បីឲ្យវាងាយចេញជាតិដូចស្លឹកគ្រៃដែរដូចគល់ស្លឹកគ្រៃដែរខ្ញុំធ្វើការដំឲ្យពុកម៉ែបងប្អូនមើលពីយើងដំបែបនេះហើយយើងច្រាំវាចំពោះវល្លិបណ្ដោពេជ្រវិញគឺយើងដំវាតិចបែបនេះហើយយើងកាត់វាជាកង់ដើម្បីយើងដាក់ចូលហើយយើងផ្សំជាមួយគ្រឿងផ្សំដទៃទៀតពេលយើងផ្សំហើយយើងអាចយកទៅប្រើការបានហើយវល្លិបណ្ដោពេជ្រហ្នឹងគឺវាល្វីងដូច្នេះហើយវាអាចជួយបណ្ដេញសត្វល្អិតបានសត្វល្អិតណាដែលវាមិនចូលចិត្តការល្វីងចំពោះខ្ទឹមសគឺយើងដំបែបនេះឲ្យវាខ្ទាតបន្តិចហើយប៉ុន្តែយើងដំបែបនេះដើម្បីយើងយកវាទៅលាយជាមួយនឹងគ្រឿងផ្សំផ្សេងទៀតចំពោះមើមក្ដួចមុននឹងយើងយកវាទៅចិញ្ច្រាំយើងត្រូវធ្វើការចិតសម្បកវាឲ្យស្អាតជាមុនសិនដោយសារមើមក្ដួចហ្នឹងវាសម្បូរនៅសារធាតុពុលឆ្នេះមុននឹងពេលយើងចិតយើងត្រូវអត់នៅឲ្យឆ្ងាយពីប្រភពទឹកហើយតួនាទីរបស់មើមក្ដួចគឺវាជួយបណ្ដេញសារសត្វល្អិតបានយ៉ាងមានប្រសិទ្ធភាពហើយចំពោះក្ដួចមើមក្ដួចក៏យើងចិតបែបនេះដើម្បីឲ្យវាជ្រះដីនិងជ្រះសម្បកវាឲ្យស្អាតហើយបន្ទាប់មកយើងនឹងចិតវាដើម្បីយកវាទៅផ្សំជាមួយនឹងគ្រឿងផ្សំផ្សេងទៀតហើយក្ដួចហ្នឹងគឺយើងត្រូវការបរិមាណវាចំនួន5គីឡូហើយពោះក្ដួចនេះវាមានជាតិពុលខ្លាំងដូច្នេះពេលធ្វើពុកម៉ែបងប្អូនគប្បីកុំឲ្យក្មេងនៅចិត្តហើយកុំបីយកដៃទៅប៉ះពាល់មុខមាត់ភ្នែកអីដោយសារវាមានជាតិពុលខ្លាំងវាអាចបណ្ដាលឲ្យមានអាការៈឈឺអីផ្សេងចឹងពុកម៉ែបងប្អូនចំពោះគ្រឿងផ្សំទាំងអស់នេះគឺនៅពេលដែលយើងច្រាំវាហើយគឺយើងធ្វើការដាក់លាយបញ្ចូលគ្នាហើយចំពោះម្ទេសគឺយើងចាំច្រាំតាមក្រោយឥឡូវនេះខ្ញុំនឹងលាយគ្រឿងផ្សំនេះបញ្ចូលគ្នាពុកម៉ែបងប្អូនដាក់វាលាយបញ្ចូលគ្នាចឹងមកហើយយើងច្បល់វាឲ្យសព្វខ្ញុំដាក់ស្លឹកគ្រៃយើងច្បល់វាចូលគ្នាឲ្យសព្វឲ្យស្មើសាច់មកចឹងនៅពេលដែលយើងច្បល់ចូលគ្នាអញ្ចឹងហើយគឺយើងត្រូវយកវាដាក់ក្នុងស្បៃដើម្បីយើងងាយស្រួលក្នុងការចម្រោះវា ចំ
អ្នកគ្នាគ្រឿងផ្សំបន្ទាប់ពីយើងលីហើយគឺយើងធ្វើការច្រាំម្ទេសចូលកណ្ដាលដោយសារម្ទេសយើងអត់លីបញ្ចូលគ្នាទេដោយសារវាហឹរវាឈួលអញ្ចឹងអ្នកគ្នាកាប់វាតូចៗបែបនេះមកពុកម៉ែបងប្អូនកាប់វាតូចៗបែបនេះចំពោះគ្រឿងផ្សំរបស់យើងបន្ទាប់ពីយើងបានច្រាំដាក់លីហើយគឺយើងត្រូវចងវាដាក់ក្នុងស្បែកចឹងមកអូយឆ្លុះបែបនេះហើយយើងគួចវាបែបនេះមកដើម្បីដាក់ក្នុងពាងរបស់យើងដាក់ក្នុងស្បែកបែបនេះគឺដើម្បីឲ្យគ្រឿងផ្សំរបស់យើងចេញជាតិហើយយើងងាយស្រួលនៅក្នុងការចម្រោះយកទឹកអូខេគឺយើងបានគ្រឿងផ្សំរបស់យើងប៉ុណ្ណេះហើយអ្វីដែលយើងធ្វើបន្ទាប់ទៀតគឺយើងយកមកដាក់ក្នុងពាងនេះដោយសារតែខ្ញុំអត់មានពាងធំហើយក៏អត់បានទិញធុងដែលធំអាចដាក់គ្រឿងផ្សំរបស់យើងបានគឺយើងបំបែកវាជាពីរដែលគ្រឿងផ្សំដែលយើងបានរៀបហ្នឹងយើងបំបែកវាជាពីរអញ្ចឹងយើងយកមកដាក់ក្នុងពាងនេះចំពោះការដាក់គឺអ្នកនរគ្នាគ្រាន់តែយកវាមកយើងដាក់ចូលក្នុងពាងបែបនេះហើយយើងយកអីសកត់វាទៅកុំឲ្យវាហើរមកលើអញ្ចឹងអ្នកនរគ្នាហើយដូចគ្នានេះយើងដាក់ក្នុងក្រុងយើងដាក់វាចូលក្នុងពាងបែបនេះបើសិនជាអ្នកនរគ្នាមានពាងធំគឺអ្នកនរគ្នាដាក់ពាងធំតែម្ដងយើងស្រួលដោយសារតែយើងអត់មានពាងយើងមានពាងតូចយើងដាក់បែបនេះហើយចំពោះការថែទាំគឺយើងចាក់ទឹកចូលខាងនេះខ្ញុំចាក់20លីត្រនេះខ្ញុំចាក់20លីត្រហើយយើងត្រូវបើសិនជាអ្នកគ្នាមានពេលគឺមួយថ្ងៃអាចបើកូវា2ដងទៅបើសិនជាយើងអត់មានពេលទៅយើងអាចកូរម្ដងក៏បានដែរចំពោះទឹកថ្នាំនេះរយៈពេល15ថ្ងៃគឺអ្នកគ្នាអាចយកវាទៅប្រើប្រាស់បានហើយឥឡូវនេះយើងធ្វើការចាក់ទឹកសិនបន្តមកទៀតគឺយើងធ្វើការចាក់ទឹកចូលទៅពាងនេះខ្ញុំចាក់20លីត្រអ្នកគ្នាចំពោះយើងចាក់ទឹកចូលហើយគឺយើងធ្វើការក្របហើយចំពោះទីកន្លែងដាក់គឺយើងជ្រើសរើសកន្លែងណាមួយដែលនៅឆ្ងាយពីក្មេងហើយអ្នកគ្នាត្រូវមើលថែយ៉ាងណាកុំឲ្យក្មេងគាត់មកបើកលេងអញ្ចឹងណាដោយសារតែនេះគឺជាថ្នាំពុលអញ្ចឹងបើសិនបើក្នុងករណីបើគាត់បើកលេងគឺអាចនឹងប៉ះពាល់ដល់គាត់ផងដែរចំពោះការកូរគឺនៅពេលដែលបើកមកគឺយើងកូរយើងច្បាច់វាឲ្យវាចេញជាតិទៅបែបនេះហើយដោយសារតែខ្ញុំអត់មានអីក្របគឺយើងយកក្រងក្របបើសិនជាអ្នកគ្នាមានក្របវាគឺយើងប្រើក្របវាទៅដើម្បីឲ្យជិតឆ្ងាយពីដៃក្មេងនឹងវាមានសុវត្ថិភាពផងដែរអញ្ចឹងចំពោះការប្រើប្រាស់គឺនៅពេលដែលថ្នាំនេះកើតគឺខ្ញុំនឹងថតពីរបៀបនៅក្នុងការប្រើប្រាស់និងប្រសិទ្ធភាពរបស់វាជូនអ្នកគ្នាមើលអញ្ចឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណ